ចា3វិធីផ្សារភ្ជាប់ជាមួយនឹងចក្រវាឡអញ្ចឹងថ្ងៃនេះអ្នកគ្រូមកនិយាយពីរឿងចក្រវាឡទៀតណាបងប្អូនទាំងអស់គ្នាចាអញ្ចឹងថ្ងៃមុនគឺខ្ញុំបានជម្រាបបងប្អូនហើយអំពីទី1តើទី1ដែលយើងនិយាយពីអ្វីហើយដើម្បីផ្សារភ្ជាប់ជាមួយនឹងចក្រវាឡបានចាទី1គឺគេឲ្យយើងឈប់គ្រប់យ៉ាងណាឈប់សិនហើយត្រឡប់មកដង្ហើមចេញចូលរបស់យើងវិញអញ្ចឹងបងប្អូនចង់ដឹងថាតើទី1យើងធ្វើយ៉ាងម៉េចហ្នឹងបងប្អូនសុំទៅមើលវីដេអូរបស់ខ្ញុំដែលដាក់ថា EP 1ណាបងប្អូនចាអញ្ចឹងឥឡូវនេះយើងកុំឲ្យយូរយើងចូលទៅដល់ចំណុចទី2ណាខ្ញុំអត់ចង់ធ្វើវីដេអូវែងទេកុំឲ្យបងប្អូនពិបាកនៅក្នុងការស្ដាប់យូរអីចឹងបងប្អូនចង់ដឹងណាអញ្ចឹងខ្ញុំនិយាយពីចំណុចទី2តែម្ដងណាអញ្ចឹងចំណុចទី2គេនិយាយថានិយាយជាមួយចក្រវាឡដូចមិត្តសម្លាញ់ដែលជិតស្និទ្ធបំផុតណាអញ្ចឹងបងប្អូនធ្លាប់និយាយជាមួយចក្រវាឡទេអញ្ចឹងបងប្អូនធ្លាប់និយាយជាមួយចក្រវាឡអត់បងប្អូនដែលមិនធ្លាប់បងប្អូនខ្លះគឺមិនធ្លាប់ដឹងហើយក៏មិនធ្លាប់បានឮពាក្យថាចក្រវាឡទេថ្ងៃនេះអ្នកគ្រូនិយាយតែចក្រវាឡគ្រប់ម៉ាត់តែម្ដងអញ្ចឹងណាអញ្ចឹងចក្រវាឡគឺជាអ្វីទៅចក្រវាឡចាចក្រវាឡចាចក្រវាឡគឺជាសម្រាប់អ្នកច្បាប់ស្រូបទាញគឺដឹងច្បាស់អំពីចក្រវាឡចាចក្រវាឡគឺជាលំហដ៏ធំណាមានអ្វីទាំងអស់ដែលជាមេនូដ៏ធំមួយដែលអាចឲ្យយើងកំងបានអ្វីគ្រប់យ៉ាងអញ្ចឹងមកចង់បានអីសុំចក្រវាឡចង់បានអីសុំចក្រវាឡណាមិននិយាយលេងទេជាការពិតអញ្ចឹងឥឡូវនេះគឺចំណុចទី2គឺយើងនិយាយជាមួយចក្រវាឡដូចមិត្តសម្លាញ់ដែលជិតស្និទ្ធបំផុតតែតាមពិតទៅយើងនិយាយជាមួយចក្រវាឡឯណាយើងនិយាយតែខ្លួនឯងហ្នឹងនិយាយតែជាមួយខ្លួនឯងហ្នឹងណាបងប្អូនចាគឺនិយាយតែជាមួយខ្លួនឯងនឹងឯងចឹងណាហើយសម្រាប់អ្នកច្បាប់ស្រូបទាញដូចជាយើងនេះគឺមិនហៅថាចក្រវាឡទេហៅថាប៉ាចក្រវាឡអញ្ចឹងចង់បានអីបងប្អូនសុំប៉ាចក្រវាឡទៅឬក៏ហៅថាកំងចក្រវាឡណាកំងចក្រវាឡអញ្ចឹងកំងទៅបងប្អូនចង់បានអីកំងទៅនិយាយទៅប៉ាចក្រវាឡចាអរគុណណាថ្ងៃនេះប៉ាឲ្យកូនស្អីចឹងទៅហើយប៉ាកូនចង់បានអានេះទៀតនេះប៉ាចាត់ចែងឲ្យកូនមកណាចង់បានអីចង់បានឡានចង់បានផ្ទះចង់បានវិឡាបងប្អូននិយាយជាមួយចក្រវាឡទៅគឺនិយាយបែបជិតស្និទ្ធបំផុតដូចដែលយើងសុំអ្វីពីប៉ារបស់យើងអញ្ចឹងណាដូចយើងសុំអ្វីពីប៉ារបស់យើងអញ្ចឹងបងប្អូនអាចអនុវត្តបានណាបងប្អូនតែស្ដាប់ហើយយល់រឿងនេះអាចអនុវត្តបានហើយបើបងប្អូនអត់យល់ទេបងប្អូនអាច comment នៅខាងក្រោមណាដើម្បីឲ្យខ្ញុំអាចជួយបងប្អូនបានត្រឹមណានឹងគឺបងប្អូនអាច comment នៅខាងក្រោមណាអញ្ចឹងចំណុចទី2យើងនិយាយជាមួយចក្រវាឡអញ្ចឹងបងប្អូនសាកល្បងនិយាយមើលនិយាយជាមួយចក្រវាឡឬក៏និយាយជាមួយខ្លួនឯងហ្នឹងឯងប៉ុន្តែយើងគិតថាមានមនុស្សម្នាក់ទៀតមានចក្រវាឡមួយទៀតដែលចាំស្ដាប់យើងហើយដែលចាំជួយ support មកយើងហើយដែលចាំជួយផ្ដល់នៅអ្វីគ្រប់យ៉ាងមកឲ្យយើងឲ្យតែយើងបងប្រាថ្នាយ៉ាងពិតប្រាកដហើយកំងទៅចក្រវាឡយ៉ាងពិតប្រាកដណាអញ្ចឹងបងប្អូនសាកមើលរឿងពិតមានពិតណាបងប្អូនទាំងអស់គ្នាបងប្អូនអាចសាកល្បងមើលបានណាអញ្ចឹងសាកល្បងជាមួយគ្នាបងប្អូនសាកនិយាយជាមួយចក្រវាឡបងប្អូនចង់បានអ្វីមួយតែសូមឲ្យចង់បានយ៉ាងពិតប្រាកដណាបងប្អូននិយាយទៅមើលចក្រវាឡទៅគឺនិយាយដដែលបងប្អូនតនេនិយាយទៅបងប្អូនគិតឲ្យបងប្អូននិយាយទៅគឺមិនអស់លុយទេបងប្អូនអាចសាកល្បងបានណាមិនអស់លុយទេសាកល្បងមើលទៅគឺយើងអាចនិយាយជាមួយចក្រវាឡបានហើយចក្រវាឡនៅទីណានៅកន្លែងណាហើយបានពេលណាបងប្អូនមិនគិតទេអាហ្នឹងជាតួនាទីរបស់ចក្រវាឡដែលចក្រវាឡមានតួនាទីត្រូវតែផ្ដល់មកឲ្យយើងត្រូវតែផ្ដល់មកឲ្យមនុស្សគ្រប់គ្នាតាមដែលគេប្រាថ្នាតាមដែលគេចង់បានតាមដែលគេបានកំងអញ្ចឹងបងប្អូនចង់បានអ្វីបងប្អូនអាចសាកកំងចក្រវាឡបានណាបងប្អូននិយាយជាមួយនឹងចក្រវាឡបានបងប្អូនកំងទៅបងប្អូនចង់បានអ្វីគឺអាចសាកល្បងបានណា
តោះទៅធ្វើទាំងអស់គ្នាហើយជូនពរបងប្អូនសម្រាប់នៅជោគជ័យបំណងប្រាថ្នារបស់បងប្អូនហើយជួយ